ថ្ងៃនៃសេចក្តីស្រឡាញ់ប្រជាពលរដ្ឋសិស្សសានុសិស្សព្រះសង្ឃនៅស្រុកកំពង់រោទទួលបានអំណោយសប្បុរសធម៌ពីសប្បុរសជនប្រជាពលរដ្ឋចំនួន120គ្រួសារសិស្សសានុសិស្សចំនួន638នាក់មកពីសាលាចំនួន7និងព្រះសង្ឃចំនួន4វត្តស្ថិតនៅក្នុងស្រុកកំពង់រោនៅព្រឹកថ្ងៃទី14ខែកុម្ភៈឆ្នាំ2026នេះបានទទួលអំណោយសប្បុរសធម៌ពីសប្បុរសជនសម្រាប់ទិវានៃសេចក្តីស្រឡាញ់ពីលោកលឹមកំសែងនិងអាជ្ញាធរស្រុកកំពង់រោក្រោមការឧបត្ថម្ភដោយផ្ទាល់លោកលឹមកំសែងអគ្គនាយកក្រុមហ៊ុន Lucky Robbyលោកសុចពិសីអភិបាលស្រុកកំពង់រោបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកលឹមកំសែងអគ្គនាយកក្រុមហ៊ុន Lucky Robby ដែលនាពេលកន្លងមកតែងតែជួយទៅលើកិច្ចការសង្គមជាច្រើនរួមមានសាលារៀនមន្ទីរពេទ្យវត្តអារាមកុមារកំព្រាជនពិការរួមទាំងជនក្រីក្រផងដែរនៅក្នុងមូលដ្ឋានស្រុកកំពង់រោខេត្តស្វាយរៀងដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយដើម្បីជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងនេះបានសបញ្ជាក់ឲ្យឃើញថាការជួយឧបត្ថម្ភនាពេលនេះពុំមែនជាលើកទី1នោះទេគឺមានរយៈពេល11ឆ្នាំហើយដែលខាងក្រុមហ៊ុនបានមកវិនិយោគលើទឹកដីនៃស្រុកកំពង់រោខេត្តស្វាយរៀងលោកអភិបាលស្រុកក៏បានមានប្រសាសន៍បន្ថែមទៀតថាអំណោយទាំងនេះតិចតួចមែនក៏ប៉ុន្តែក៏បានជួយសម្រាលដល់ជីវភាពបងប្អូនបានមួយគ្រាផងដែរសូមឲ្យថ្ងៃនៃក្តីស្រឡាញ់នាំមកនៅសេចក្តីសុខសេចក្តីចម្រើនកើតមានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នារួមទាំងសប្បុរសជនក្នុងការប្រកបមុខរបរទទួលទានមានបានក្នុងឱកាសឆ្នាំថ្មីនាពេលឆាប់ៗខាងមុខនេះផងដែរលោកលឹមកំសែងបានមានប្រសាសន៍ថាថ្ងៃទិវានៃក្តីស្រឡាញ់14កុម្ភៈនេះគឺលោកសូមជូនពរដល់អ្នកទាំងអស់គ្នាសូមទទួលបាននូវសេចក្តីស្រឡាញ់គ្រប់គ្នាព្រោះទម្រាំលោកមានថ្ងៃនេះអតីតកាលគ្រួសាររបស់លោកនិងរូបលោកមានការលំបាកខ្លាំងដូច្នេះហើយទើបលោកតែងតែចែករំលែកនៅទានមនុស្សធម៌នេះជារៀងរាល់ឆ្នាំជាពិសេសលោកតែងតែគិតគូរយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រស្រុកកំពង់រោនេះតែម្ដងលោកបានបញ្ជាក់ថាដើម្បីញ៉ាំងឲ្យបរិយាកាសមានភាពសប្បាយរីករាយខាងក្រុមហ៊ុនបានសហការជាមួយអាជ្ញាធរស្រុករៀបចំកម្មវិធីសប្បាយៗដល់ពលរដ្ឋអាចចូលរួមលេងកីឡាកម្សាន្តដើម្បីទទួលបានរង្វាន់លើកទឹកចិត្តនិងប្រឡងចម្រៀងទទួលបានជ័យលាភីលេខ1ទទួលបានរង្វាន់ធំទឹកប្រាក់$5,000លេខ2ទទួលបានរង្វាន់ទឹកប្រាក់$2,000និងរង្វាន់លើកទឹកចិត្ត$300ក្នុងបេក្ខជនម្នាក់ៗគណៈកម្មាធិការផ្ដល់ពិន្ទុជ័យលាភីសុទ្ធសឹងជាតារាល្បីៗនិងមានប្រជាប្រិយភាពនៅព្រះរាជាណាចក្រកម្ពុជាគួររំលឹកផងដែរថានៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោកនាយប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិព្រៃវល្លិលោកស្រីជាមន្ត្រីរាជការតំណាងអង្គភាពនានាបម្រើការងារនៅក្នុងមូលដ្ឋានស្រុកកំពង់រោថែមទៀតផងអំណោយទាំងនេះរួមមានគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនពីលោកលឹមកំសែងនិងអាជ្ញាធរស្រុកកំពង់រោក្រោមការឧបត្ថម្ភផ្ទាល់របស់លោកលឹមកំសែងអគ្គនាយកក្រុមហ៊ុន Lucky Robby